កាលពីព្រេងនាយមានបុរសម្នាក់ទើបតែរៀបការថ្មីបានបណ្ដើរប្រពន្ធដ៏ស្អាតទៅសួរសុខទុក្ខសាច់ញាតិពួកគេដើរកាត់វាលស្រែពណ៌ខៀវស្រងាត់ដោយក្តីសប្បាយរីករាយនិងក្តីស្រឡាញ់បំផុតមានកំឡោះខិលខូចពីរនាក់បានឃើញប្រពន្ធគេល្អក៏ចង់បានមកជារបស់ខ្លួនពួកគេក៏រៀបល្បិចបោកប្រាស់ដោយប្រើរទេះគោធ្វើជាឧបករណ៍ដើម្បីភ្នាល់ដាក់ទុនពួកវាបំបួលបុរសជាប្តីភ្នាល់គ្នាថាបើប្រាប់ឈ្មោះបំណែករទេះបានត្រឹមត្រូវគេនឹងយកប្រពន្ធរបស់បុរសនោះបុរសជាប្តីដោយស្មានថារទេះគឺហៅថារទេះក៏ព្រមភ្នាល់ដោយមិនដឹងខ្លួនកំឡោះនោះចង្អុលទៅនឹមទៅចន្ទោលទៅកង់ហើយប្រាប់ថានេះមិនមែនរទេះទេបុរសជាប្តីប្រកែកមិនឈ្នះក៏ត្រូវគេដណ្ដើមយកប្រពន្ធទៅបាត់បុរសនោះទៅប្តឹងចៅក្រមប៉ុន្តែចៅក្រមបានស៊ីសំណូកពីកំឡោះខិលខូចបាត់ទៅហើយលោកចៅក្រមក៏កាត់ក្តីឲ្យបុរសជាប្តីចាញ់គេទាំងអយុត្តិធម៌បុរសនោះដើរយំតាមផ្លូវក៏ប្រទះនឹងសុភាទុនសាយសួរនាំដំណើររឿងហើយសន្យាថានឹងជួយកាត់ក្តីនេះឡើងវិញឲ្យមានយុត្តិធម៌សុភាទុនសាយបានសួរទៅកំឡោះខិលខូចថាត្រង់ណាដែលហៅថាប្រពន្ធបើរកមិនឃើញទេត្រូវឲ្យនាងទៅប្តីដើមវិញកំឡោះនោះចាប់ដៃទុនសាយថានេះជាដៃចាប់ជើងថានេះជាជើងមិនមែនហៅថាប្រពន្ធឡើយដូចរទេះដែរបើបំបែកចេញអស់គឺគ្មានអ្វីហៅថាប្រពន្ធនោះទេសុភាទុនសាយបានស្ដីឲ្យចៅក្រមថាកាត់ក្តីស៊ីសំណូកគ្មានភាពត្រឹមត្រូវរួចក៏ឲ្យកំឡោះខិលខូចប្រគល់ប្រពន្ធទៅឲ្យប្តីគេវិញភ្លាមបុរសជាប្តីត្រេកអរណាស់បានប្រពន្ធមកវិញក៏សំពះអរគុណដល់សុភាទុនសាយរឿងនេះបង្រៀនថាយុត្តិធម៌និងបញ្ញាតែងតែឈ្នះលើល្បិចកលអាក្រក់ជានិច្ច